បើសិនអ្នកនរគ្នាខឹងចឹងមកខឹងចុះបើសិនអ្នកនរគ្នាចោលសម្រាមគឺអ្នកនរគ្នាគឺស្មើនឹងជាមនុស្សសម្រាមឥឡូវហ្នឹងផលជាម៉ោងអត់សូវឃើញមុខនេះឥឡូវម៉ោង7កន្លះអ្នកគ្នាមើលទេសភាពនៅពោបែកយើងណាកប់សេរីមកនេះស្អាតដល់អ្នកគ្នាខ្ញុំថាគេងើបឲ្យទាន់ថ្ងៃរះមកប៉ុន្តែងើបអត់ទាន់សោះទេអ្នកគ្នាងើបអត់ទាន់យ៉ាងឡើងម៉ោង7កន្លះហ្មងដល់បាញ់ទៅស្អាតហើយប៉ុន្តែពីច្រើនគឺមានមិនថាក្មេងៗមានបងប្អូនខ្ញុំមកតំណែងល្ងាចឡើងពីច្រើនយើងនៅក្មេងៗអញ្ចឹងខ្ញុំហៅបងប្អូនហើយពីច្រើនពួកគាត់មកផឹកស៊ីគាត់មកផឹកស៊ីគាត់មកទិញអីញ៉ាំនៅហ្នឹងប៉ុន្តែសម្រាប់មាននៅពេញហ្នឹងអស់អ្នកនរគឺសម្រាប់ចោលពីវាអញ្ចឹងមកអត់ស្អាតទេកន្លែងហ្នឹងកន្លែងដែលយើងមកអង្គុយលេងលំហែអារម្មណ៍ហើយដល់ពេលមកហាក់លំហែអារម្មណ៍អ្នកនរគ្នាឃើញនេះឃើញខាងក្រោយខ្ញុំនេះសុទ្ធតែសម្រាមមកសុទ្ធតែសម្រាមមកអញ្ចឹងបងប្អូនគួរគិតឡើងវិញចំពោះសម្រាមនេះបើសិនជាបងប្អូនចោលសម្រាមអូននឹងជាមនុស្សសម្រាមហើយបងប្អូននឹងអន់ជាងសម្រាមព្រោះអីសម្រាមនេះគឺវាមានតម្លៃរបស់វាតម្លៃហ្នឹងគឺបងប្អូនយកលុយទៅទិញវាមកហើយបងប្អូនយកវាបោះចោលអញ្ចឹងបងប្អូនអន់ជាងសម្រាមព្រោះបងប្អូនចំណាយលុយទៅលើសម្រាមហើយអត់បានទុកដាក់សម្រាមឲ្យបានត្រឹមត្រូវហ្នឹងណាអត់សិតទៅសម្រាមឃើញញ៉ៃមកអ្នកនរគ្នាអញ្ចឹងមិនថាបងប្អូនមិនថាបងទេឲ្យតែបោះចោលសម្រាមផ្ដេសផ្ដាស់គឺជាមនុស្សសម្រាមហើយខ្ញុំហ៊ាននិយាយចឹងមកគឺមនុស្សសម្រាមអន់ជាងសម្រាមទៀតដោយសារសម្រាមកន្លែងយើងស្អាតនេះកន្លែងយើងនេះយើងមកអង្គុយលេងឈៀលមើលទេសភាពមើលទឹកមើលភ្នំមើលអីបានបាទចប់បាទស្អាតសម្រាប់អ្នកដែលចូលចិត្តទេសភាពបែបអញ្ចឹងដាក់បែបឈៀលគឺមកដល់ត្រូវហើយប៉ុន្តែនៅពេលមកដល់ដូចខ្ញុំអញ្ចឹងខ្ញុំមកដល់ខ្ញុំមិនលើកទី1ដែលមកឃើញសម្រាមគឺច្រើនហើយយូរហើយច្រើនឃើញសម្រាមអញ៉ៃពេញហ្នឹងមកជួនកាលទុកចោលឡើងទៅអត់មានអ្នកមករើសមានអីខ្លះវាកប់ដីយូរទៅក៏បាត់ឡើងវិញវាផុយអីចឹងទៅអញ្ចឹងបើសិនជាបងប្អូនបានមើលហើយអ្នកដែលមកលេងនៅមុខតបៃរបស់យើងមកអង្គុយលេងនៅខាងលិចហ្នឹងគឺអធិស្ឋានមែនតើខ្ចប់សម្រាប់ឲ្យបានត្រឹមត្រូវបើថាមិនយកទៅវិញទេមានស្បោងធំមួយសម្រាប់ខ្ចប់មកប្រមូលមកដុំខ្ចប់ទុកហ្នឹងទៅគីឡូបងប្អូនអ្នកស្រែចកាគាត់នៅក្បែរនេះគាត់មកទៅគាត់ឃើញគាត់ដុតឲ្យហើយបើអញ្ចឹងទេខ្ចប់ឲ្យយកទៅវិញកុំធ្វើជាមនុស្សអន់ចរិតសម្រាប់ប្រសាតែសម្រាមហ្នឹងណាអ្នកនរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនអ្នកនរគ្នាខឹងហ្នឹងមកខឹងចុះបើសិនអ្នកនរគ្នាចោលសម្រាមគឺអ្នកនរគ្នាគឺស្មើនឹងជាមនុស្សសម្រាម